ពីកម្ពុជាតារាចម្រៀងស្រីនៅនាងមាសសុកសុភាបង្ហោះសំណេរបញ្ជាក់ថាអតីតប្តីរបស់ខ្លួនគឺជាមនុស្សប្រុសចោលមួយទៀតពេលនេះមានគណនី Facebook មួយដែលមានឈ្មោះថាហេរិតដែលជាអ្នកធ្លាប់រួមការងារជាមួយនឹងអតីតប្តីរបស់អ្នកនាងបានចេញមកបញ្ជាក់ថាដូចជាមិនដូចនៅអ្វីដែលអ្នកនាងមាសសុកសុភាលើកឡើងនោះទេបើគាត់ធ្លាប់ធ្វើការជាមួយខ្ញុំគឺដូចជាមិនដូចអ្វីដែលប្រពន្ធគាត់ចោទនោះទេ 100% គាត់គឺជាមនុស្សប្រឹងប្រែងធ្វើការម្នាក់ជាពិសេសគាត់ជួយជ្រោមជ្រែងខាងផ្នែក marketing គាត់ពូកែណាស់តំណែងនៅក្នុងបណ្ដាញគេហទំព័រសង្គមគឺគាត់ជាអ្នកជំនាញម្នាក់1 design 2 farming 3 business relation និងផ្សេងជាច្រើនរាប់មិនអស់និយាយរួមខ្ញុំគឺជាមិត្តភ័ក្តិដែលធ្លាប់ធ្វើជំនួញជាមួយនឹងគាត់ហើយមែនតើទៅរឿងគ្រួសាររបស់គេគឺខ្ញុំមិនចង់លូកលាន់នោះទេប៉ុន្តែឲ្យតែមានភាគីទី3ចូលមកហើយនោះគឺក្រុមគ្រួសារមួយទៀតនឹងត្រូវតែបែកបាក់ការចោទប្រកាន់គ្នារកខរកត្រូវរកឈ្នះរឿងខ្លួនគឺតលតែបែកបាក់មិនមែនតែគ្រួសារគាត់ម្នាក់ទេគឺមានច្រើនណាស់មហាជនមុននឹងធ្វើការគ្រប់គ្រងឬមួយក៏ចេះស្ដីសូមធ្វើការពិចារណាហេតុនិងផលឲ្យបានជ្រៅដោយបញ្ញាទៅតាមការគួរនិងយល់ឃើញរៀងខ្លួនគួរតែមានព័ត៌មានឲ្យបានច្រើនមុននឹងធ្វើការសម្រេចចិត្តតែស្គាល់នេះគឺជាការលើកឡើងរបស់គណនី Facebook មួយដែលមានឈ្មោះថាហេរិតអញ្ចឹងនៅក្នុងសំណេរទាំងស្រុងរបស់គាត់ហ្នឹងគឺគាត់បានបញ្ជាក់ឲ្យថាគាត់គឺជាមិត្តភ័ក្តិដែលធ្លាប់ធ្វើជំនួញធ្វើការជាមួយនឹងអតីតប្តីរបស់អ្នកនាងមាសសុកសុភាហើយតាមដែលគាត់ស្គាល់គាត់ដឹងមកហ្នឹងគឺដូចជាមិនដូចទៅនឹងការលើកឡើងរបស់អ្នកនាងមាសសុកសុភាដែលរៀបរាប់ថាប្តីរបស់ខ្លួនហ្នឹងចាអត់មានតែចេះធ្វើអីក្រៅពីដឹកគាត់ទៅច្រៀងគឺជាមនុស្សប្រុសចោលមួយសៀតណាពេលបានលុយកាក់ពីការច្រៀងរបស់ខ្លួនហើយទៀមទាយកទៅកាន់ណាអត់មានអីទេមួយថ្ងៃគឺប្រមូលគាត់ទៅហូបចុកផឹកស៊ីកំដរមិត្តភ័ក្តិរបស់គាត់និយាយតែពីរឿងកັບចាក់អីផ្សេងជាដើមអីចឹងណាចាហើយថែមទាំងមិនពេញចិត្តសាច់ញាតិក្រុមគ្រួសារខាងគាត់ម្ដាយគាត់បងប្អូនគាត់អីណាដេញចេញពីផ្ទះអីចឹងទៀតនេះហើយគាត់បញ្ជាក់ថាអត់មានចេះធ្វើអីនោះទេចាចោលមកសៀតត្មងនេះជាការលើកឡើងរបស់អ្នកនាងមាសសុកសុភាណាបងប្អូនអញ្ចឹងហើយបានចាធ្វើឲ្យគាត់នេះគឺមានបញ្ហាវិបត្តិផ្លូវចិត្តចាមិនត្រឹមតែចាមិនពេញចិត្តបងប្អូនគាត់ហើយក៏មិនចេះធ្វើអីហើយស្រាប់តែណែតដើមមានស្រីមានអីណាណៃទៀតធ្វើឲ្យគាត់នឹងគឺថាអត់ធ្មត់មានបញ្ហាវិបត្តិផ្លូវចិត្តដោយតែគាត់បានលើកឡើងថាគាត់ជាអ្នកដែលល្បីមានអីសពគ្រប់បែបយ៉ាងប៉ុន្តែបើជាគាត់អត់មានក្តីសុខអញ្ចឹងណាបងប្អូនធ្វើឲ្យគាត់មានបញ្ហាផ្លូវចិត្តរហូតដល់ថាឈានទៅដល់ដំណាក់កាលសម្លាប់ខ្លួនចាសំណាងដែលគាត់បានជួបជាមួយនឹងអ្នកមានព្រះធម៌ណាទើបធ្វើឲ្យគាត់នឹងរួចចាកពីសេចក្តីស្លាប់បងប្អូននេះជាការលើកឡើងចុងក្រោយនៅក្នុងគណនី Facebook ផ្លូវការរបស់អ្នកនាងមាសសុកសុភានេះឯងហើយការលើកឡើងរបស់គាត់ហ្នឹងក៏មានមតិចាចូលទៅធ្វើការវែកញែកជាបន្តហោហែផងដែរហើយក្រោយមកទៀតហ្នឹងក៏មានការចាលើកឡើងពីខាងគណនី Facebook ហេរិតដែលបញ្ជាក់អំពីអត្តចរិតនៃការធ្វើការនៅដែលគាត់ធ្លាប់រួមការងារជាមួយនឹងអតីតប្តីរបស់គាត់អីចឹងណាចាហ្នឹងហើយអញ្ចឹងសម្រាប់លោកអ្នកចាដែលគាត់ស្ដាប់ហើយយល់ឃើញយ៉ាងណាក៏អាចខមមិនដល់ការចូលរួមបានដូចគ្នាផងដែរនេះគ្រាន់តែថានាងខ្ញុំពំនាំនៅសាច់រឿងដែលកំពុងតែមានការចាប់អារម្មណ៍របស់បងប្អូនយើងគាត់ចូលទៅខមមិនវែកញែកដូចគ្នានេះឯងខ្ញុំក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះជួបគ្នាជាមួយនឹងលោកអ្នកនៅព័ត៌មានក្រោយ